សហរដ្ឋអាមេរិកអនុញ្ញាតឲ្យដឹកជញ្ជូននិងលក់ប្រេងអ៊ីរ៉ង់ដែលជាប់គាំងរយៈពេល30ថ្ងៃទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី20ខែមិនិនាឆ្នាំ2026នៅការលើកលែងបណ្ដោះអាសន្នដែលអនុញ្ញាតឲ្យដឹកជញ្ជូននិងលក់ប្រេងឆៅនិងផលិតផលប្រេងរបស់អ៊ីរ៉ង់ដែលផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី20ខែមិនិនាដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី19ខែមេសាការអនុញ្ញាតដែលបានកែសម្រួលយ៉ាងចង្អៀតនេះពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសកំណត់គោលដៅប្រេងអ៊ីរ៉ង់ដែលត្រូវបានហាមឃាត់ប្រហែល140លានបារ៉ែលដែលកំពុងអណ្តែតនៅលើទឹកនាពេលបច្ចុប្បន្នដែលមានគោលបំណងជំរុញការផ្គត់ផ្គង់សកលដែលមិនចាំបាច់ផ្ទុកថ្មីនេះមិនរាប់បញ្ចូលការដឹកជញ្ជូនទៅកាន់ប្រទេសកុយបាកូរ៉េខាងជើងឬអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីទេហើយធ្វើតាមការលើកលែងស្រដៀងគ្នាសម្រាប់ប្រេងរបស់រុស្ស៊ីនៅតាមសមុទ្រការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ដែលតាមរយៈនោះ 20% នៃប្រេងនិងឧស្ម័នរបស់ពិភពលោកជាធម្មតាហូរចូលនិងការវាយប្រហារជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈមបូព៌ាបានធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំងរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលលោក Scott Bessent បាននិយាយថាវាស្របទៅនឹងគោលដៅរបស់ប្រធានាធិបតី Donald Trump ក្នុងការបង្កើនលំហូរថាមពលទៅកាន់ពិភពលោកឲ្យបានអតិបរមានិងធានាស្ថិរភាពទីផ្សារទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត